Business អ្នកស្វាគមន៍មកកាន់វីដេអូថ្មីចឹងនៅយើងឡប់មកជាមួយនឹងវីដេអូថ្មីមួយទៀតហើយខ្ញុំចង់ធ្វើវីដេអូនេះ real quick ជូនអ្នកនរគ្នាពាក់ព័ន្ធជាមួយនឹងការ Smart Lens ចឹងដូចនៅក្នុងចំណងជើងយើងអញ្ចឹងហើយអ្នកនរគ្នាដែលស្រឡាញ់កាមេរ៉ាខ្ញុំជឿថាអ្នកនរគ្នាដែលមើលវីដេអូរបស់ខ្ញុំនេះគឺបានន័យថាជាអ្នកដែលប្រើប្រាស់ឬមួយក៏ជាអ្នកដែលចូលចិត្តប្រើប្រាស់កាមេរ៉ាឯមែនទេអញ្ចឹងហើយអ្នកនរគ្នាប្រកាសជាស្គាល់ពី lens ហើយដឹងថា lens ជាចំណុចសំខាន់មួយរបស់កាមេរ៉ាសង្ឃថាអ្នកនរគ្នា update lens ច្រើនជាង update កាមេរ៉ាទៀតហ្នឹងវាជាចំណុចពិសេសរបស់ lens ដោយសារតែវាគឺជាចំណុចសំខាន់របស់កាមេរ៉ាអញ្ចឹងហើយយើងត្រូវតែប្រយ័ត្នអត់ឲ្យវាមានដីប្រេះផ្ដាស់ទេហើយបើសិនជាវាមានដីមានធូលីមកចូលគឺអ្នកនរគ្នាអាចlikeទាញយកកណាត់យកមកដល់ជូតខ្វាច់ទៅលើ layer ហ្នឹងគឺមិនងាយចឹងទេហេតុអីគឺដោយសារតែរាល់ layer នីមួយៗគឺវាមានគេហៅថា coding layer បើន័យថាសារជាតិដែលគេដាក់នៅក្នុងចង់ពីលើមកបន្ទាប់ពីលើកញ្ចក់ពីលើកែវរបស់ lens ហ្នឹងគឺវាធ្វើឲ្យ lens ហ្នឹងគឺវាមានតម្លៃឬក៏មានគេហៅថាគុណភាពល្អជាង lens ធម្មតាឬមួយក៏កញ្ចក់ Venta ដែលយើងធ្លាប់ឃើញតែយើងគ្រាន់តែយកមកហើយយើងជូតអាហ្នឹងគឺវាយើងត្រូវតែប្រយ័ត្នបន្តិចប្រព័ន្ធជាមួយនឹងការសម្អាត lens ត្រូវតែសម្អាតត្រូវមានឧបករណ៍ត្រឹមត្រូវដូច្នេះហើយខ្ញុំនឹងមកចែករំលែកពីវិធីនៃការសម្អាត lens របស់ខ្ញុំមិនមែនជាវិធីដែលគេហៅថា standard ទេក៏ប៉ុន្តែខ្ញុំប្រើប្រាស់វិធីនេះគឺខ្ញុំរៀនចេះពីគេមកដែរទេចេះពីអ្នកថតរូបចេះពីអ៊ីនធឺណិតចេះពីអីចឹងទៅខ្ញុំមិនមែនជាអ្នកដែលបានទៅគេហៅថាធ្វើ research ឬមួយទៅជាទៅធ្វើពិសោធន៍ខ្លួនឯងខ្ញុំចេះមិនខ្ញុំយកមកចែកមិនអស់អ្នកគ្នាហើយវិធីសាស្ត្រដែលខ្ញុំប្រើនេះក៏មានអ្នកដែលគេជា professional អ្នកដែលប្រើប្រាស់កាមេរ៉ាថ្លៃៗដូចខ្ទង់$1,000ក៏គេប្រើប្រាស់វិធីសាស្ត្រនេះដើម្បីសម្អាត lens របស់គេដែរដូច្នេះខ្ញុំគិតថាវាជាការចែករំលែកទៅដល់អ្នកគ្នាទៅជាក់ស្ដែងគឺខ្ញុំមាន lens មួយដែលខ្ញុំទៅទិញនេះចា lens នេះគឺជា lens ប្រភេទ Sony A mount បានន័យថាបោះអីគេបោះ Sony DSLR បងអ្នកដឹងខ្ញុំក៏ surprise ដែរដោយសារតែពេលដែលខ្ញុំចាប់ផ្ដើមរៀនប្រើប្រាស់កាមេរ៉ាគឺខ្ញុំអត់ដឹងទេថា Sony ធ្លាប់គេហៅថាផលិត lens ប្រភេទ A mount ឬមួយក៏ lens ឲ្យ DSLR អញ្ចឹងនេះគឺជា lens ដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាអាចមើលបានគឺគុណភាព lens នៅពេលនេះគឺវារៀងស្មុកតិចខ្ញុំនឹង close up ឲ្យអ្នកទាំងអស់គ្នាមើលថាអ្នកទាំងអស់គ្នាមើលឃើញតួគឺតួនៅស្អាតនៅឡើយតួគឺវានៅស្អាតគួរសមតែសម្រាប់កញ្ចក់វិញគឺមែនតើខ្ញុំនឹង close up ឲ្យអ្នកទាំងអស់គ្នាមើលអ្នកទាំងអស់គ្នាប្រហែលជាឃើញនេះចង់និយាយថាអ្នកទាំងអស់គ្នាអាចឃើញដីនេះឃើញទេស្នាមលើហ្នឹងណាហើយខាងក្រោយក៏ដូចគ្នាដែរខាងក្រោយ lens ក៏ដូចគ្នាដែរគឺវាមានដីដូចគ្នាដូចទាំងអស់គ្នាឃើញអញ្ចឹងគឺគុណភាព lens គឺបាក់តួយកមែនតើក៏ប៉ុន្តែ body វាគឺនៅថ្មីហើយនេះគឺជា lens Sony A mount 55 200mm f ប្រហែលនេះf 4.4 ដល់ f 5.6 អញ្ចឹងខ្ញុំនឹងធ្វើការសម្អាត lens នេះឲ្យអ្នកនរគ្នាមើលដោយសារតែខ្ញុំត្រូវសម្អាត lens នេះស្រាប់ហើយក៏ប៉ុន្តែដោយខ្ញុំគិតថាធ្វើវីដេអូមកទៅអញ្ចឹងវីដេអូនេះរៀង real ណាអញ្ចឹងខ្ញុំសម្អាតនេះគឺខ្ញុំសម្អាតឲ្យអ្នកនរគ្នាមើលផងហើយខ្ញុំសម្អាតទុកចង់និយាយថាចូលជាការផងហើយ tool ដែលយើងប្រើក្នុងនោះគឺយើងមានអានេះហើយបានយើងប្រើនេះការសម្អាត lens គឺខ្ញុំណែនាំឲ្យអ្នកទាំងនេះប្រើខ្យល់ជាមុនសិនហើយបើសិនជាខ្យល់សម្អាតអស់មិនស្អាតទេសឹមអ្នកគ្នា move on ទៅប្រើกระดาษឬមួយក៏ប្រើកណាត់ហ្នឹងហើយកណាត់គេហៅកណាត់ microfiber អញ្ចឹងដំណាក់កាលដំបូងគេអ្នកឲ្យគួរតែមានអានេះមួយអានេះគឺយើងអាចរកទិញទៅប្រហែលមួយអាចទៅពី3រៀលឡើងទៅអញ្ចឹងទៅឬវាអាចលក់ជា set អញ្ចឹងណាអញ្ចឹងនៅពេលដែលយើងយកអាហ្នឹងមកបានហើយនេះគេយើងផ្លុំផ្លុំគឺខ្ញុំណែនាំឲ្យអ្នកនរគ្នាផ្កាប់បើសិនជាអ្នកនរគ្នាសម្អាតអានេះគឺអ្នកនរគ្នាទៅផ្កាប់វាចុះក្រោមដោយសារអីនៅពេលដែលអ្នកនរគ្នាសម្អាតអញ្ចឹងទៅគឺដីគឺវាធ្លាក់ចុះមកក្រោមណាអ្នកនរគ្នាអាចបាញ់អស់ចិត្តទៅជាទូទៅបើសិនជាវាប្រឡាក់ធម្មតាទូលីហុយចូលឬមួយក៏ហុយប៉ះបន្តិចតួចហ្នឹងគឺព្រោះតែអានេះគឺវារួចខ្លួនហើយគឺយើងព្យាយាមធ្វើម៉េចព្យាយាមគិតនៅក្នុងការកុំប៉ះទៅលើ lens ផ្ទាល់តែបើសិនជាអានេះផ្លុំអញ្ចឹងហើយអ្នកនរគ្នាមើលឃើញថាអូផ្លុំនឹងមុខខាងក្រោយអញ្ចឹងណាអានេះខ្ញុំសម្អាតផងដែរទេផ្លុំហើយអត់តន់ជ្រះវាមានប្រភេទមួយទៀតប្រភេទហ្នឹងគឺគេបាញ់ឲ្យចេញខ្យល់អញ្ចឹងណាដូចយើងបាញ់ហ្គាសអញ្ចឹងតែខ្ញុំ prefer អានេះជាដោយសារតែអានោះវាមានគេហៅអីគេតយោវាស្រួចចេញមកអញ្ចឹងបើសិនជាយើងបាញ់អត់ប្រយ័ត្នវាអាចរបូតតយោហ្នឹងប៉ះជាមួយ lens ទៅវាមានបញ្ហាទៀតអញ្ចឹងហើយខ្ញុំប្រើ air first នៅពេលដែលយើងបោសសម្អាតដីចេញអស់ហើយអាចតាមកែមនេះអញ្ចឹងអ្នកនរគ្នាគេមានជក់
ដែល specifically អានេះមិន make up ទេគឺជក់ដែលគេប្រើសម្រាប់ land ហ្មងចឹងអ្នកនរអាចយកវាមកសម្អាតនៅគៀននឹងបានគេរចនាមកឲ្យវាប៉ះពាល់ដល់ land ទេអាហ្នឹងក៏បានហើយគេមានជាប្រភេទនេះក៏បាននេះអានេះគឺគេហៅខ្ញុំអត់ដឹងគេហៅគេទេតែវាប្រភេទ big ដើម្បីសម្អាត land អញ្ចឹងអ្នកនរប្រើប្រាស់វានេះវាមានចុង brush គេហៅគេនឹងបំបោ something like that អញ្ចឹងយើងអាចយកមកវានេះយកមកសម្អាតនៅគៀននេះកន្លែងធូលីដែលមានជាប់ហ្នឹងគឺបោសតែកុំបោសខ្លាំងពេកណាបោសតិចចេញទៅបោសចេញឲ្យអូខេអស់លទ្ធភាពទៅបោសជាហៀងអញ្ចឹងទៅបើសិនជាខ្យល់អត់បាត់ទេគឺយើងមានជំរឿននៅក្នុងការសម្អាតច្រើនមួយគឺអ្នកទាំងនេះអាចប្រើប្រាស់ជាក្រដាសនេះក្រដាសនេះគេលក់អាចថាអានេះគឺក្រដាសសម្រាប់សម្អាត land ហ្មងអ្នកនេះមើលទៅគឺមានប្រភេទដែលថ្លៃជាងហ្នឹងដូចជា Kimtech ដែលវាគេហៅថាគេទទួលស្គាល់សម្រាប់ការសម្អាតអញ្ចឹងណានេះគឺវាមានស្លឹកចេះដូចសភៅអញ្ចឹងក៏ប៉ុន្តែនេះយើងហែកមួយមកមិនចង់ចេញអូខេហែកមួយអញ្ចឹងមកហើយយើងប្រើប្រាស់ទៅប្រើរួចហើយគឺយើងបោះចោលអត់ឲ្យប្រើលើកម្ដងពីរដងទេណាចង់និយាយថាប្រើបានតែម្ដងទេភាគច្រើនគឺខ្ញុំណែនាំឲ្យសម្ភារៈដែលស្មាតឡើងគឺប្រើតែម្ដងបានហើយអានេះជាមួយអញ្ចឹងដកមកប្រើហើយបោះចោលទៅអានេះវាតម្លៃធូរថ្លៃបើសិនអ្នកនរទិញតែបើសិនជាទិញអាផ្សេងតម្លៃថ្លៃជាងហ្នឹងក៏វាកាន់តែល្អតែប៉ុន្តែត្រូវមើលច្បាស់ថាហ្នឹងសម្រាប់សម្អាត lens camera ណាអានេះគឺជាជំរើសមួយបើបោសចំហៀនអញ្ចឹងហើយអត់តន់បាត់ទៀតសូមអ្នកនរគ្នាប្រើប្រាស់ក្រដាសជូតហើយក្រដាសជូតគឺអ្នកនរគ្នាអាចប្រើដោយក្រដាសទទេក៏បានឬមួយក៏ប្រើប្រាស់ជាមួយនឹង solution ឯគេថ្នាំឬមួយក៏សាប៊ូ it's not សាប៊ូណាអត់មានពាក់ព័ន្ធជាមួយនឹងគេហៅថាអត់មានជាតិ alcohol អត់មានជាតិអីទេគឺជាប្រភេទ solution ឬក៏ទឹកថ្នាំចុះសម្រាប់លាង lens camera specifically អ្នកទាំងគ្នាទៅទិញរករបស់ណាដែលគេបញ្ជាក់ថាសម្រាប់លាង lens camera នៅមាន brand មួយទៀតដែលខ្ញុំទិញមកប្រើដែរក៏ប៉ុន្តែអត់ទាន់បានអញ្ចឹងខ្ញុំប្រើអានេះសិនអញ្ចឹងទៅអានេះក៏វាអាចប្រើប្រាស់បានដែរអានេះគឺជាប្រភេទ solution សម្រាប់សម្អាត lens ផ្ទាល់វាផលិតមកសម្រាប់សម្អាត lens ហ្មងអញ្ចឹងមកតែពេលយើងប្រើទៅគឺវាអត់ធ្វើឲ្យប៉ះពាល់ដល់ coding របស់ lens នេះគ្នាខ្ញុំធ្លាប់ឃើញគេធ្វើការចង់និយាយថាដូចវ៉ែនតាយកមកហើយជូតពេលច្រើនខ្ញុំអត់ធ្វើដាក់ lens កាមេរ៉ាទេតែបើសិនជា lens វ៉ែនតាគឺខ្ញុំធ្វើហេតុអីដោយសារតែបើសិនជាយើងដាក់ទៅទឹកមាត់ទៅខ្ញុំអាចថាទឹកមាត់អាចមានជាតិគីមីដែលវាប៉ះពាល់ទៅដល់ coding របស់ lens អញ្ចឹងខ្ញុំជៀសវាងអត់ប្រើហ្នឹងទេហើយសាប៊ូក៏យើងអាចប្រើសាប៊ូណាដែលមានជាតិគេហៅ alcohol ស្អីគេ alcohol ដែលវាអាចនឹងកាត់វាអាចនឹងខូច coding ខាងមុខរបស់ lens អញ្ចឹងទៅអញ្ចឹងខ្ញុំទៅរើសយកមានគេបញ្ជាក់ថាហ្នឹងសម្រាប់ប្រើប្រាស់ជាមួយនឹង lens យើងមាន microfiber cloth ជាប្រភេទកណាត់នេះកណាត់តូចៗចឹងណាហើយសម្រាប់កណាត់នេះផងដែរគឺខ្ញុំអត់លើកទឹកចិត្តឲ្យយកកណាត់ដែលចេះតែយកមកហើយអត់មានការចង់និយាយថាមិនមែនជា microfiber ប្រើហើយម្ដងខ្ញុំប្រើម្ដងទៀតហ្នឹងគឺខ្ញុំអត់ណែនាំទេសម្រាប់ lens ធូរថ្លៃអូខេអ្នកនរអាចសម្អាតចឹងទៅតែបើសិនសម្រាប់ lens ថ្លៃអានេះវាមិនមែនជា lens ថ្លៃក៏ប៉ុន្តែខ្ញុំនិយាយហៅថាមាន rule ផ្ទាល់ខ្លួនដែរគឺខ្ញុំអត់ប្រើប្រាស់កណាត់អីប្រើប្រាស់ដើម្បី smart lens នេះយើងមាន microfiber ដែលខ្ញុំទុកអញ្ចេះណាហើយខ្ញុំប្រើតែម្ដងទៅពីរដងគឺខ្ញុំបោះចោលហើយខ្ញុំអត់ទុកនៅក្នុងកប៉ៅដោយសារតែក្នុងកប៉ៅបើសិនជាយើងដាក់ទៅវាអាចនឹងមានជាតិខ្លាញ់មានជាតិញើសដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ lens របស់យើងដែរអញ្ចឹងហើយខ្ញុំដាក់នៅក្នុងថង់ឬដាក់នៅក្នុង storage ប្រអប់ជាជ័រអញ្ចឹងទៅដើម្បីការពារយើងអាចប្រើប្រាស់ microfiber cloth នេះបានឬមួយក៏ប្រើក្រដាសមិញក៏បានដែរអត់បញ្ហាទេអ្នកនរប្រើបានដូចគ្នាក៏ប៉ុន្តែត្រូវចាំថាប្រើបានតែម្ដងទេហើយកុំប្រើម្ដងទៀតហើយចោលយកថ្មីអញ្ចឹងខ្ញុំគិតថាបើសិនជាអ្នកនរប្រើក្រដាសវា make sense ជាងដោយសារតែក្រដាសហ្នឹងវាធូរថ្លៃជាងនេះគឺជា microfiber cloth អញ្ចឹងខ្ញុំអាចយកទឹកនេះទឹកលាងសម្អាតនេះទៅយកមកបាញ់តិចកុំបាញ់ខាងខ្លាំងពេកណាពួកអីអ្នកនរអត់ចង់ឲ្យមានជាតិសំណើមទៅលើ lens នេះផ្សិតបើសិនជា lens អ្នកនរដោះផ្សិតគឺវានឹងប៉ះពាល់ទៅដល់គុណភាព lens នេះអញ្ចឹងយើងបាញ់ហើយសុំយកវាមកជូតទៅលើ lens របស់យើងហើយជូតទៅលើ lens របស់យើងហ្នឹងគឺយើងមានវិធីជូតគឺយើងមិនជូតរុះយកហ្មងណាគឺយើងជូតជារង្វង់ចឹងមកនេះជូតទៅពីក្នុងចេញទៅក្រៅយើងមកបាយរកកន្លែងស្អាតយើងជូតធ្វើចលនាចឹងដែរក្នុងចេញទៅក្រៅអូខេអញ្ចឹងយើងអាចធ្វើអញ្ចឹងបានជាមួយនឹង microfiber ឬមួយក៏នេះ
กระดาษនេះដែលខ្ញុំនិយាយមិញអញ្ចឹងបើសិនជាមានគេហៅថាជាតិសំណើមដែលដក់នៅក្នុងលែនអ្នកនរគ្នាអាចយកអាខាងស្ងួតយកទៅជូតចេញបានហ្នឹងអត់បញ្ហាទេអញ្ចឹងខ្ញុំធ្វើការសម្អាតវាខ្ញុំអត់និយាយច្រើនទេកុំឲ្យទឹកមាត់ធ្លាក់ទៅលែនក្រោយគឺយើងធ្វើដូចគ្នាដែរហើយក្រោយខ្ញុំនឹងប្រើអ្នកនរគ្នាមើលអញ្ចឹងដូចគ្នាហែកយកមួយស្លឹកមកបាញ់ទឹកបន្តិចបាញ់ទឹកទៀតមកណោះហើយយើងជូតទៅលើលែនខាងក្រោយម្ដងមិនយើងជូតខាងមុខហើយជូតខាងក្រោយម្ដងឬក៏នៅខាងក្រោយគឺខ្ញុំចូលចិត្តប្រើប្រភេទជា brush នេះតែ brush ហ្នឹងគឺគេមានអាមួយខាងទៀតនេះអានេះគឺយើងអាចយកមកធ្វើការសម្អាតបានរង្វង់ដូចគ្នាហ្នឹងហើយលើកទឹកចិត្តបើសិនជាអ្នកនរគ្នាជូត2ដងគឺព្យាយាមកុំយកកន្លែងដដែលទៅជូតចឹងនិយាយថាបើសិនជាអ្នកនរគ្នាជូតដល់ខាងនេះម្ដងហើយអ្នកនរណាយកខាងនឹងជូតម្ដងទៀតទេគឺបើសិនជាវាសើមគឺអ្នកនរគ្នាយកនេះតែផលិតយកចេញទៅជូតម្ដងទៀតចឹងណាសូមអ្នកនរគ្នាព្យាយាមជូតឲ្យថើបំផុតកុំសកត់ខ្លាំងដល់នៅលែនរបស់យើងទាំងមុខទាំងក្រោយគឺលែនយើងឥឡូវស្អាតជាងមុនហើយខ្ញុំនឹងថត close up ឲ្យអ្នកទាំងអស់គ្នាមើលហើយទុកនៅក្នុងកន្លែងស្រួលបួលអូខេអញ្ចឹងប៉ុណ្ណឹងសម្រាប់ការសម្អាតលែនហើយអ្នកនរគ្នាអាចប្រើប្រាស់វិធីសាស្ត្រនឹងជាមួយនឹងលែនជាច្រើនផ្សេងទៀតនិយាយទៅវិធីសាស្ត្រហ្នឹងគឺខ្ញុំអាចណែនាំឲ្យអ្នកនរគ្នាប្រើប្រាស់ជាមួយនឹងលែនគុណភាពថ្លៃក៏បានដែរក៏ប៉ុន្តែដូចខ្ញុំថាអញ្ចឹងអាហ្នឹងគឺប្រើសម្រាប់តែលែនតែធូរថ្លៃទៅបានហើយឬមួយក៏និយាយហ្នឹងនិយាយទៅគឺបើសិនជាអ្នកនរគ្នាតាមការប្រុងប្រយ័ត្នគឺធ្វើទៅតាមអ្វីដែលខ្ញុំប្រាប់ទៅគឺវាមានសុវត្ថិភាពខ្ពស់អញ្ចឹងថ្ងៃហ្នឹងគឺវីដេអូមានតែប៉ុណ្្នឹងទេគឺខ្ញុំចង់បង្ហាញអ្នកនរគ្នាពីវិធីនៃការសម្អាតលែនឲ្យបានត្រឹមត្រូវហើយបើសិនជាអ្នកនរគ្នាមានចម្ងល់ឬមួយក៏មានអ្វីចង់និយាយក្នុង comment ឲ្យតម្លែងនៅក្នុង comment នេះបានហើយខ្ញុំនឹងឆ្លើយតបហើយខ្ញុំនឹងធ្វើការអាន comment របស់អ្នកនរគ្នាអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ